នៅក្នុងព្រះពុទ្ធសាសនាសម្រាប់ឧបាសិកាឧបាសកមានសិល5សិល8សិល10អញ្ចឹងគេហៅថានិច្ចសិលនោះគេហៅដែលអាចសមាទានបានជារៀងរាល់ពេលនោះគេហៅសិល5ហើយនិងសិល10អាចសមាទានបានរាល់ពេលហើយគឺថាសិល8អាចសមាទានរាល់ថ្ងៃបានអត់មានខុសទេសេចក្តីល្អកាន់យកពេលណាក៏បានដែរប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាគេហៅសិល8ហ្នឹងមាននៅក្នុងលក្ខខណ្ឌមួយគេហៅថាឧបោសថសិលបកតិឧបោសថបដិហារិយុឧបោសថហើយនិងបដិជាគរុឧបោសថអញ្ចឹងសម្រាប់ឧបោសថសិលគឺជាថ្ងៃសិលហើយអ្នកដែលសមាទានត្រូវតែសមាទានចាប់ផ្ដើមនៅពេលថ្ងៃរះឡើងមកហើយវិចារដែលលឺមួយទៀតថ្ងៃនោះជាថ្ងៃឧបោសថហើយសួរថាចុះបើសិនជាខ្ញុំសមាទានពេលថ្ងៃហើយឧបមាថាយើងភ្លេចណាអត់មានចេតនាចង់ប៉ុន្តែវាភ្លេចយើងអាចសមាទានបានអត់បាននៅក្នុងហ្នឹងនៅក្នុងពុទ្ធសាសនាក៏មានបានរៀបរាប់អាហ្នឹងក្នុងករណីយើងភ្លេចណារៀបរាប់ពីអ្នកដែលសមាទានឧបោសថសិលសូម្បីតែមួយល្ងាចមានប្រែតមួយប្រភេទហ្នឹងគាត់សមាទានឧបោសថហ្នឹងបានតែមួយល្ងាចទេដូចជាតាមខ្ញុំចាំជាអ្នកបម្រើរបស់អនាថបណ្ឌិកសិទ្ធិគាត់ទៅធ្វើស្រែអីចឹងទៅដល់ពេលគាត់មកវិញគេអត់មានរៀបចំបាយគេរៀបចំបាយម្ហូបឲ្យគាត់តាមម្នាក់ចឹងណាអញ្ចឹងអ្នកនៅក្នុងផ្ទះហ្នឹងគឺគេសមាទានឧបោសថគ្រប់គ្នាហើយចឹងគាត់ឆ្ងល់សូម្បីតែកូនក្មេងតាមមើលឯកសារចឹងគាត់ឆ្ងល់ថាម៉េចបានគេអត់រៀបបាយគេរៀបបាយទុកឲ្យសម្រាប់តែគាត់ចឹងគេនាំគ្នានិយាយថាគឺគេនាំគ្នាអធិដ្ឋានសមាទានសិលឧបោសថព្រោះថ្ងៃហ្នឹងថ្ងៃឧបោសថបើចឹងគាត់ក៏គិតថាគេជាសិទ្ធិគេសមាទានឧបោសថគ្រប់គ្នាហើយគាត់ហ្នឹងចង់និយាយថាមិនបានធ្វើរឿងទាំងអស់ហ្នឹងចឹងបានជាគាត់ក្រលំបាកអីចឹងណាគាត់ក៏ចាប់ផ្ដើមអធិដ្ឋានសិលនៅពេលហ្នឹងដែរសមាទាននៅពេលហ្នឹងដែរនឹងតាមឯកសារចឹងគាត់ក៏បានសម្រាប់ឧបោសថពាក់កណ្ដាលហ្នឹងដែលជាអត្តភាពក្រោយទៅជាទេវបុត្រពេលខ្ញុំកណាអត់ច្បាស់ឯងគ្រាន់តែថាឯកសារហ្នឹងប៉ុន្តែអាចធ្វើបានហើយសួរថាចុះបើល្ងាចហើយយប់ហើយសមាទានបានអត់អាហ្នឹងក្នុងឯកសារអត់មានបញ្ជាក់ទេតែបញ្ជាក់ពេលដែលម្ដងនឹងបរិភោគអាហារហ្នឹងឯងសរុបទៅនៅក្នុងលក្ខខណ្ឌនៃការសមាទានឧបោសថនេះយើងដឹងហើយមានសិល8មិនសម្លាប់សត្វមិនលួចទ្រព្យគេមិនប្រព្រឹត្តខុសក្នុងកាមមិននិយាយកុហកមិនបរិភោគនៅគ្រឿងស្រវឹងមិនបរិភោគអាហារខុសកាលមិនលាបគ្រឿងក្រអូបគ្រឿងលាបផ្សេងនឹងមើលនៅលបាយលបាំដែលពាក់ព័ន្ធជាមួយនឹងកុសលធម៌ហើយនឹងទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ3ហ្នឹងយើងដឹងថា3ហ្នឹងតែយើងគួរកាន់យកបែបម៉េចហើយត្រឹមត្រូវបែបម៉េចចឹងណាហ្នឹងចឹងសួរថាបកតិឧបោសថមាន8ថ្ងៃសួរថាថ្ងៃណាខ្លះបកតិឧបោសថនេះនៅក្នុងឯកសារលោកបានបញ្ជាក់ចាំខ្ញុំតម្លាក់ picture នៅខាងក្នុង message ទៅបងប្អូនអាចមើលបានហើយនៅក្នុង YouTube ឬក៏ Facebook បងប្អូនអាច check បានប៉ុន្តែខ្ញុំប្រកាសណាខ្ញុំចង់បញ្ជាក់មិនថាសភៅឬក៏តាម web ឬក៏បុគ្គលណាដែលនិយាយបងប្អូនត្រូវឲ្យដឹងថាគួរយកជាការបានអត់ព្រោះឥឡូវនេះរឿងគេហៅថា fake រឿងដែលមិនពិតរឿងដែលមិនច្បាស់លាស់មិនពិតប្រាកដគឺវាមាននៅលើបណ្ដាញច្រើនអញ្ចឹងខ្លួនយើងនឹងត្រូវច្បាស់ដែរគួបផ្សំជាមួយនឹង reference ឯកសារណាមួយឲ្យបានច្បាស់លាស់អ្នកសិក្សារៀនសូត្របញ្ញាបត្រចាប់ពីថ្នាក់បញ្ញាបត្រឡើងលើគឺមានធ្វើនិក្ខេបបទអីគេហៅចុងមាត់ដែលយើងធ្វើឲ្យយើងការពារណាជារៀងរាល់ពេលណាទីក្រុមជាអីហ្នឹងនៅពេលរៀនបញ្ញាបត្រហ្នឹងគឺវាមានហើយចាប់ពីហ្នឹងទៅយើងត្រូវការពារនៅអ្វីហើយឲ្យមាន reference ឲ្យមានឯកសារមួយឲ្យបានច្បាស់លាស់ក្នុងនាមយើងជាអ្នកសិក្សារៀនសូត្រឲ្យបានច្បាស់លាស់អញ្ចឹងណាហើយបើថាអត់មានទេយើងបង្កើតថ្មីក៏យើងត្រូវមានឧទាហរណ៍ណាមួយជាក់ស្ដែងច្បាស់លាស់ឲ្យគេដកពិសោធន៍បានអញ្ចឹងណាអត់មានជាការតាមការសម័យចេះវាអញ្ចឹងហើយអញ្ចឹងទៅអញ្ចឹងបកតិឧបោសថនេះនៅក្នុងលោកបានប្រាប់មានបកគេហៅបកខ្នើតមាន5កើត8កើត14កើត15កើត
ដល់ពេលបរិណូចនោះវាមាន4រោច8រោច14រោច15រោចអញ្ចឹងសរុបទៅគឺ8ថ្ងៃដល់ពេលបដេកជាគ្រូឧបោសថហ្នឹងគឺអមថ្ងៃឧបោសថទាំងអស់ហ្នឹងអញ្ចឹងសរុបទាំងអស់បដេកជាគ្រូឧបោសថហ្នឹងគឺមាន19ថ្ងៃសម្រាប់អ្នកសមាទានកាន់យកគេហៅថាជូនដំណើរទទួលដំណើរសិលហើយជូនដំណើរសិលហើយមួយទៀតតកតងទៅនឹងបដិហារយុឧបោសថសម្រាប់ខ្ញុំប្រកាសណាខ្ញុំគេថាបដិហារយុឧបោសថនេះគឺមានការលំបាកដែលបងប្អូនពុទ្ធបរិស័ទដែលច្រើនគឺធ្វើនៅក្នុងរដូវវស្សា3ខែហ្នឹងគឺគាត់អត់ទៅណាទេឬក៏គាត់កាន់សមាធិសិល8ឬក៏ឧបោសថហ្នឹងឲ្យជាប់នៅក្នុងទីអារាមឬនៅកន្លែងណាមួយដែលគាត់អធិដ្ឋានតាំងចិត្តទុកនៅហើយហេតុអីបានខ្ញុំថាពិបាកបើសិនជាយើងដាច់នៅក្នុងវិន័យនៅក្នុងក្បួនច្បាប់ហ្នឹងលោកសរសេរថាបើយើងដាច់នៅក្នុងសិក្ខាបទណាមួយគឺដាច់ទាំងអស់គឺមានការលំបាកកាន់នឹងសម្រាប់បកគេហៅបដិហារយុបោសថៈហើយមានការសូត្រនៅក្នុងហ្នឹងបើយើងអត់ចេះជាបាលីទេយើងសូត្រជាខ្មែរទៅក៏បានដែរខ្ញុំប្រកាសណាខ្ញុំសូមសមាទាននៅឧបោសថសិលបកកព្រមទាំងអង្គ8អស់ការកំណត់យប់នេះនៅថ្ងៃនេះឬមួយក៏រយៈពេលណាប៉ុន្តែតកតងទៅនឹងរឿងសិល8នេះខ្ញុំនិយាយតែសួរថាតើអាចសមាទានរាល់ថ្ងៃបានទេបានគ្រាន់តែគេមិនចាត់ទុកថាជាឧបោសថប៉ុន្តែសេចក្តីល្អដូចខ្ញុំបត់ពិសោធន៍ទេណាដែលខ្ញុំប្រកាសណាខ្ញុំធ្លាប់កាន់យកមកគឺមានប្រសិទ្ធភាពសម្រាប់ខ្លួនខ្ញុំលះបានដូចថាវាមិនខ្វល់ខ្វាយរឿងជាពិសេសរឿងញ៉ាំចុកទីមួយទៀតគឺការតាក់តែងចិត្តស្អាតរាងកាយគឺយើងមានការព្រឹត្តព្រៀងយើងមានសតិយើងអីហាយមកទៅអញ្ចឹងខ្ញុំប្រកាសណាខ្ញុំឃើញពីអានិសង្សបងប្អូនអាចសាកល្បងបានហើយមួយទៀតគេហៅសិលមួយទៀតគេហៅអាជីវធម្មកសិលនេះក៏សិល8ដែរមានសិល8មានសិល5យើងហ្នឹងហើយបូកជាមួយនឹងអាជីវៈប៉ុន្តែឯកសារលោកបានបញ្ជាក់រៀងនៅអកុសលកម្មបត្តិ7ខ្ញុំថាដល់10ត្មងទៅអញ្ចឹងអកុសលកម្មបត្តិ10មានកាយកម្ម3វិច័យកម្ម4មនោកម្ម3អញ្ចឹងនៅក្នុងនេះលោករាប់តែ7ទេមានកាយកម្ម3ហ្នឹងมันសម្រាប់សត្វមិនលួចទ្រព្យគេមិនប្រកបក្នុងកាមហើយដល់ពេលវិច័យកម្ម4ហ្នឹងគឺនិយាយកុហកតកតងនិយាយកុហកហ្នឹងគឺបែកចេញជា4នៅក្នុងនៅក្នុងសិល5ត្រូវតែមានសិល5ណាអត់មានអាចអត់ទេនៅក្នុងសិល5ហ្នឹងគឺមានមិននិយាយកុហកមិននិយាយពាក្យអត់ប្រយោជន៍មិននិយាយពាក្យតគូបោះបោកមិននិយាយពាក្យគេហៅថាមិននិយាយកុហកមិននិយាយពាក្យតគូបោះបោកមិននិយាយពាក្យគេហៅថាញុះញង់ប្របាយបាក់ហើយនឹងនិយាយដល់អ្វីដែលជាការពិតនឹងឯងហើយបន្ថែមមួយទៀតដែលសំខាន់បំផុតគឺអាជីវៈហ្នឹងបានន័យថាយើងតកតងទៅនឹងរបប5យ៉ាងដែលយើងអត់ខុសឆ្គងនៅក្នុងរបប5យ៉ាងហ្នឹងទេរបប5យ៉ាងទី1នោះគឺការជួញដូរគ្រឿងអាវុធនិយាយទៅសពាវុធដែលបំផ្លាញមនុស្សណាបំផ្លាញជីវិតសត្វទី2គឺពិឃាតជីវិតសត្វប្រមាញ់រួមទាំងការរកត្រីនិងការផ្ដាច់ផ្ដាល់ជីវិតសត្វល្អិតទូចខ្ញុំនឹកឃើញមានស្ត្រីម្នាក់គាត់ថាគាត់សមាទានសិល8គាត់សមាទានសិល5ឬក៏សិល8ដល់សិល8ទៀតប៉ុន្តែថ្ងៃមួយទៅផ្ទះគាត់ស្រាប់ឃើញគាត់លីងកពឹសទាំងរស់ភ្ញាក់ឲ្យព្រឹតតែបងសមាទានសិល8គាត់ថាអាសត្វហ្នឹងទូចតាមានអីអានោះដោយសារអត់ស្គាល់សិលច្បាស់អញ្ចឹងសត្វអីក៏ដោយមិនសត្វទូចសត្វធំអីក៏ដោយឲ្យតែប៉ះពាល់មានបំណងនឹងបៀតបៀនជីវិតសត្វហ្នឹងគឺយើងខុសហើយអញ្ចឹងនេះនៅក្នុងអាជីមច្ឆាជីវៈហើយមួយទៀតគឺតកតងលក់គ្រឿងសង្វឹងគ្រឿងញៀនគ្រឿងអីហ្នឹងគឺអត់ត្រូវទេមួយទៀតគឺបើកបនលបែងកាសនិយាយទៅបើកបងលបែងសងមួយទៀតហ្នឹងគឺចែកចាយនៅរូបអាភាអាជីវៈទាំង5នេះគឺមិនគួរកាន់យកទេអញ្ចឹងការសមាទានសិលគឺជារឿងមួយដែលសំខាន់តាមពិតទៅពាក្យមួយដែលយើងគួរតែយកមកប្រើអ្នកខ្លះគាត់ប្រើភាសាថាចាំតនេចាំទៅរៀនធម៌ស្ដាប់ធម៌ពាក្យនេះអត់ត្រូវទេព្រោះអ្វីគ្រប់យ៉ាងគឺយើងបានមកពីបុណ្យបើយើងអត់មានបុណ្យយើងគ្មានឱកាស